សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការសង្ខេបខ្លះៗអំពីមធ្យោបាយធ្វើដំណើររបស់ប្រធានាធិបតីនៃសហរដ្ឋអាមេរិកសហរដ្ឋអាមេរិកគឺជាប្រទេសមហាអំណាចមួយក្នុងចំណោមប្រទេសដទៃទៀតនៅលើពិភពលោកដូច្នេះហើយមធ្យោបាយធ្វើដំណើររបស់ប្រធានាធិបតីគឺជាតម្រូវការដ៏ចាំបាច់ណាស់សម្រាប់សម្រួលដល់ការបម្លាស់ទីផ្សេងៗហើយជាពិសេសនោះគឺសុវត្ថិភាពផ្ទាល់របស់ប្រធានាធិបតីតែម្ដងមធ្យោបាយទី1គឺផ្លូវអាកាសចាប់តាំងពីកំឡុងពេលសង្គ្រាមលោកលើកទី2មកសហរដ្ឋអាមេរិកបានអភិវឌ្ឍទៅលើផ្នែកអាកាសចរណ៍ដើម្បីជាមធ្យោបាយធ្វើដំណើរមួយរបស់ប្រធានាធិបតីហើយប្រធានាធិបតីសហរដ្ឋអាមេរិកដែលបានជាយន្តហោះដំបូងគេគឺមានឈ្មោះថា Franklin D. Roosevelt នៅខែមករាឆ្នាំ1943រូបលោកបានជិះនៅយន្តហោះប្រភេទ Dixie Clipper ឆ្ពោះទៅកាន់តំបន់ Trinidad និងតំបន់ Belém របស់ប្រទេសប្រេស៊ីលនិងបន្តហោះទៅកាន់ប្រទេសហ្គាំបាបន្ទាប់មកទៀតលោកបានបដូរនៅយន្តហោះប្រភេទ Douglas C-54 Skymaster សម្រាប់ការហោះហើរទៅកាន់អាកាសយានដ្ឋាន Medina ក្នុងតំបន់ Casablanca ដែលជាគោលដៅចុងក្រោយមុនពេលរូបលោកត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញមកដល់ពេលបច្ចុប្បន្ននេះយន្តហោះដែលប្រធានាធិបតីប្រើប្រាស់សប្តាហ៍ថ្ងៃគឺជាយន្តហោះប្រភេទ Boeing 747ដែលគ្រប់គ្នាស្គាល់ថាជាយន្តហោះ Air Force One Air Force One គឺជាយន្តហោះមួយដែលមានលក្ខណៈទំនើបនិងប្រព័ន្ធសុវត្ថិភាពខ្ពស់រួមទាំងមានបន្ទប់សម្រាប់ប្រជុំបន្ទប់គ្រប់គ្រងនិងបញ្ជាអាវុធនុយក្លេអ៊ែរបន្ទប់គេងសម្រាប់ប្រធានាធិបតីប្រព័ន្ធទំនាក់ទំនងនានានិងអាចចាក់សាំងបន្ថែមនៅលើអាកាសដោយពុំចាំបាច់ចុះចតថែមទៀតផងក្រៅពីយន្តហោះ Air Force One ក៏នៅមានឧទ្ធម្ភាគចក្រ Marine One ដែលជារឿយៗគឺត្រូវបានប្រើប្រាស់សម្រាប់ជូនដំណើរប្រធានាធិបតីចេញពីសួនច្បារក្នុងសេតវិមានឆ្ពោះទៅកាន់ប្រលានយន្តហោះឬទៅកាន់កន្លែងផ្សេងទៀតប្រកបទៅដោយសុវត្ថិភាពខ្ពស់មួយមធ្យោបាយធ្វើដំណើរទី2នោះគឺជាផ្នែកយានយន្តត្រឡប់ទៅកាន់ឆ្នាំ1963ឯនោះវិញប្រធានាធិបតីទី35របស់សហរដ្ឋអាមេរិកគឺលោក John F Kennedy ត្រូវបានគេលបធ្វើឃាតដោយការបាញ់កាំភ្លើងចេញពីអគារមួយកន្លែងឆ្ពោះទៅកាន់រូបលោកកំឡុងពេលធ្វើដំណើរលើរថយន្តដោយពុំមានភ្ជាប់នៅដំបូលការពារដូច្នេះហើយចាប់តាំងពីមានហេតុការណ៍នេះកើតឡើងរហូតមកដល់បច្ចុប្បន្ននេះក្រមរក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកបានចាប់ផ្ដើមផលិតនូវរថយន្តដែលមានសុវត្ថិភាពខ្ពស់មួយសម្រាប់ប្រធានាធិបតីដែលវាមានឈ្មោះថា Cadillac One ឬហៅម្យ៉ាងទៀតថា The Beast The Beast គឺជារថយន្តដែលទំនើបនិងមានសមត្ថភាពខ្ពស់ក្នុងការការពារប្រធានាធិបតីចេញពីការប៉ុនប៉ងលបបាញ់ឬការបំទុះនិងផ្សែងពុលបានដោយមានសុវត្ថិភាពខ្ពស់ថែមទៀតផងជារឿយៗយើងតែងឃើញវត្តមាន The Beast នៅជាប់ជាមួយនឹងប្រធានាធិបតីជានិច្ចសម្រាប់ការធ្វើដំណើរក្នុងតំបន់ឬការបំពេញទស្សនកិច្ចនានានៅក្រៅប្រទេសគឺត្រូវការ The Beast ជាចាំបាច់មធ្យោបាយធ្វើដំណើរទី3គឺជារថភ្លើងរថភ្លើងគឺត្រូវបានប្រើប្រាស់ចាប់តាំងពីជំនាន់ប្រធានាធិបតី Abraham Lincoln មកម្លេះអស់រយៈពេលច្រើនឆ្នាំក្រោយៗមកទៀតរថភ្លើងដែលមានឈ្មោះថា Ferdinand Magellan ឬ US Carno One គឺជារថភ្លើងឯកជនមួយដែលផលិតឡើងដោយក្រុមហ៊ុន Pullman Company ហើយបានដាក់ឲ្យប្រើប្រាស់សម្រាប់ប្រធានាធិបតីចាប់តាំងពីឆ្នាំ1943រហូតដល់ឆ្នាំ1958នៅក្នុងកំឡុងពេលសង្គ្រាមលោកលើកទី2ភ្នាក់ងារសម្ងាត់និងលេខាធិការព័ត៌មានរបស់សេតវិមានបានផ្ដល់យោបល់ឲ្យជ្រើសយករថភ្លើង Ferdinand Magellan មកស្ថាបនាបន្ថែមទៅលើផ្នែកសុវត្ថិភាពនិងមានបន្ទប់ការពារសម្រាប់ប្រធានាធិបតីក្នុងចំនួននោះគឺលោក Franklin D. Rooseveltក្រោយមកទៀតក៏នៅមានរថភ្លើង Georgia 300ដែលធ្លាប់បានប្រើប្រាស់ដោយប្រធានាធិបតី Obama លោក Clinton និងលោក Bush ក្នុងដំណើរការនៃការឃោសនាជាតិរបស់សហរដ្ឋអាមេរិកមធ្យោបាយធ្វើដំណើរទី4គឺតាមរយៈផ្លូវទឹកចាប់តាំងពីឆ្នាំ1880រហូតមកដល់ឆ្នាំ1977កប៉ាល់ជើងទឹករបស់សហរដ្ឋអាមេរិកក៏ជាមធ្យោបាយមួយសម្រាប់ប្រើប្រាស់ជូនដំណើរប្រធានាធិបតីផងដែរប៉ុន្តែមធ្យោបាយធ្វើដំណើរមួយនេះក៏ត្រូវបានបញ្ឈប់ទៅវិញក្នុងសម័យកាលលោកប្រធានាធិបតី Carter ហើយនេះគឺជារូបភាពរបស់នាវាមួយចំនួនដែលធ្លាប់បានប្រើប្រាស់ដោយប្រធានាធិបតីក្នុងសម័យកាលទាំងនោះក្រៅពីមធ្យោបាយដែលខ្ញុំបានរៀបរាប់ខាងលើនេះក៏នៅមានមធ្យោបាយសាមញ្ញផ្សេងទៀតដូចជាការជិះសេះនៅក្នុងសម័យកាលលោកប្រធានាធិបតី George Washington ដែលយើងទាំងអស់គ្នាអាចមើលឃើញតាមរយៈផ្ទាំងគំនូរមួយនេះគ្រប់មធ្យោបាយដែលប្រធានាធិបតីបានប្រើប្រាស់គឺត្រូវបានរៀបចំឡើងដោយក្រុមការងារផ្នែកសុវត្ថិភាពនិងសន្តិសុខជាតិជាច្រើនក្រុម
ដើម្បីធានាបាននូវការការពារមួយដ៏មានប្រសិទ្ធភាពខ្ពស់សម្រាប់ជូនដំណើរប្រធានាធិបតីវីដេអូនេះមានតែប៉ុណ្្នេះទេអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ